សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel នីតិរឿងខ្មោចរបស់ពូបារាំងសូមរីករាយសន្តាប់ជាមួយសាច់រឿងថ្មីទាំងអស់គ្នាបើចូលចិត្តការនីតិរបស់ពូបារាំងកុំភ្លេចជួយ Subscriber និងឲ្យមេដៃរបស់ពូបារាំងម្នាក់មួយផងសូមអរគុណនាយកកំឡោះមានត្រឹមតែការបូបសភៅមួយបានមកដល់ទីនេះក្រោយពីត្រូវបាត់បង់ឪពុកម្ដាយទៅយ៉ាងតន់ហន់ដោយសារឧបទ្ទហេតុគេសម្រេចចិត្តមកពឹងពាក់ញាតិឆ្ងាយម្នាក់ដែលមិនសូវជាពេញចិត្តនឹងទទួលគេប៉ុន្មានឡើយប៉ុន្តែមិនដឹងជាធ្វើដោយម្ដេចព្រោះគេគ្មានផ្លូវជ្រើសរើសក្រៅពីនេះអ៊ំរបស់អ្នកកំឡោះបើកហាងលក់មឈូសសពនិងជួនកាលគាត់ធ្វើជាអាចារ្យចាត់ចែងសពថែមទៀតកិច្ចការដូចនេះមើលទៅឃើញហាក់ដូចជាតូចតាចណាស់ប៉ុន្តែតាចាក់ម្នាក់នេះសងំធ្វើជាអ្នកមានស្ងាត់គ្មានអ្នកណាដឹងឡើយយ៉ាងណាឯងអស់មានយ៉ាងណាទៀតហើយមកនៅទីនេះជួយធ្វើការងារអញទោះបីជាអញមិនបានឲ្យប្រាក់ខែឯងមែនតែអញឲ្យកន្លែងឯងដេកឲ្យបាយឯងស៊ីឲ្យឯងទៅរៀនទៀតការងារប្រចាំថ្ងៃរបស់ឯងក៏មិនមានអីច្រើនក្រៅពីធ្វើមឈូសប៉ុណ្ណោះដែរហាងរបស់តាចាស់ជាបន្ទប់2ជាន់ក្រោមជាបន្ទប់ដាក់មឈូសចំណែកជាន់លើជាកន្លែងដេករបស់តាចាស់ក្មេងកំឡោះដេកជាន់ក្រោមនៅតាមចន្លោះចង្ហៀតក្បែរមឈូសនោះឯងដេកត្រង់នេះហើយភ្ញាក់ពីដេកវិញត្រូវរៀបចំកន្លែងឲ្យបានត្រឹមត្រូវពេលដេកត្រូវប្រយ័ត្នប្រយែងផងឯងនេះស្បៃវែងអញ្ចឹងប្រយ័ត្នលើកជើងទៅប៉មឈូសខាងលើធ្លាក់មកខូចអស់ឯងវីងាប់វើយក្មេងកំឡោះយ៉ាប់អើយសែនយ៉ាប់មួយថ្ងៃរកពេលសម្រាកគ្មានគេធ្វើការងារគ្រប់មុខដែលតាចាស់ប្រគល់ឲ្យទាំងការងារផ្ទះនិងការងារមឈូសគេឆ្លៀតរៀនបន្ទឹកបន្ទួចក្រែងមានឱកាសបានរៀនបន្តទៅថ្ងៃមុខស្អីវ៉េបើកភ្លើងភ្លឺព្រាតពេញបន្ទប់រលាយអញអស់ហើយថ្លៃភ្លើងទឹកមួយខែប៉ុន្មានឯងដឹងទេខ្ញុំអានសិភៅមួយផ្លែតប៉ុណ្ណោះបន្តិចទៀតបិទហើយអានេះមាត់រឹងណាស់តើហ៊ានប្រកែកនឹងអញផងតាចាស់កន្ទ្រីកន្ទ្រាកចុះមកពីលើផ្ទះទាញអំបោសសំពងក្មេងកំឡោះយ៉ាងក្រេវក្រោធថ្ងៃក្រោយកុំប្រកែកអញបញ្ជាអីត្រូវតែធ្វើចាំទុកនេះគឺជាគ្រាដំបូងហើយដែលក្មេងកំឡោះបានទទួលការឈឺចាប់ពីអ៊ំរបស់គេប៉ុន្តែមិនមែនតែម្ដងនេះទេក្រោយមកគេត្រូវរំពាត់ស្ទើររាល់ថ្ងៃបែកគោលមកទាំងដើមវាយទៅកបក់ចោលបើវាវាយអីមិនក៏មិនយកទៅដំហៅត្រង់អានេះអត់ចេះប្រៅរបស់មែនណាហើយម្យ៉ាងទៀតក្បាលវ៉ាន់ទឹកអញប្រាប់ប្រមាណដងហើយឲ្យមួលឲ្យចិត្តគង់ឲ្យវាស្រក់ទឹកច្បាក់ជារលាយជាមិនខានទេអញក្បាលវ៉ាន់ទឹកវាខូចហើយអ៊ំខ្ញុំប្រាប់ឲ្យអ៊ំទិញថ្មីមកផ្លាស់ទៅតែអ៊ំមិនព្រមជឿបិទវាឲ្យស្រួលបូលទៅណាហេតុអីក៏អញធ្វើបានឯងនេះចង់តែប្រកែកនឹងឯងយកឈ្នះនិយាយចប់តាចាស់ស្ទុះទៅទាញស្បែកជើងមកសំពងក្មេងកំឡោះពេញមួយទំហឹងឥតមានត្រាប្រណាឡើយអានឹងឲ្យដឹងបងរៀនមិនចេះចាំជាញឹកញាប់ក្មេងកំឡោះចូលដេកដោយអាការឈឺចាប់ព្រមទាំងនឹកតូចចិត្តនឹងជោគវាសនារបស់ខ្លួនគេមានគំនិតមួយថានឹងត្រូវរត់គេចចេញពីទីនេះប៉ុន្តែទំរាំគេសម្រេចចិត្តបានអ្វីវាហួសអស់ទៅហើយសំឡេងក្រាំងលាន់ឡើងក្នុងសភាពងងឹតក្មេងកំឡោះភ្ញាក់ព្រឺតគេមានអារម្មណ៍ឈឺជុកចាប់យ៉ាងខ្លាំងនៅត្រង់ជើងរបស់គេអាចព្រោះតែគេស្បៃវែងនឹងកលែងដេកចង្អៀតពេកទើបធ្វើឲ្យការវះដៃជើងបន្តិចបន្តួចបុកប៉ះនឹងមឈូសធ្រាក់មកក្មេងកំឡោះស្រវាចេញប្រវាសចេញដក់ជាប់នឹងអារម្មណ៍ភិតភ័យខ្លាចអ៊ំរបស់គេធ្វើបាបគេប្រញាប់ងាកសម្ដៅទៅមើលចិនដាវផ្ទះសំឡេងឈើចន្ទើបទង្គិចនឹងកំដៅចិនដាវចុះមកម្ដងមួយកម្មមករកក្មេងកំឡោះតាចាស់សំឡុកមើលក្មេងកំឡោះដូចចង់ស៊ីសាច់គាត់ខឹងរហូតញ័រក្បាលគាត់ឈានចូល3ជំហានទៀតរួចហើយលើកឈើចន្ទ្រុកសំពងក្មេងកំឡោះឥតប្រណីដៃឡាយគាត់វាយវត្តពេញមួយទំហឹងរហូតរាងកាយរបស់គាត់ខ្លួនឯងត្រូវរុញជំហរទ្រាលផ្កាប់មុខទៅឈើចន្ទ្រុកខ្ទាតរបួតពីដៃតាចាស់ទាញបានពូដើមមួយដែលទុកនៅលើតុក្បែរក្តាមឈូសនោះជាកាប់ទៅរករាងកាយរបស់ក្មេងកំឡោះភឹបអូយ មុ
មុខពូដាវដ៏មុតបានស្ទុះចូលចំកណ្ដាលដើមទ្រូងរបស់ក្មេងកំឡោះកប់មួយផ្លែឯងងាប់តែម្ដងទៅក៏ស្រួលដែររស់នៅនាំតែខូតរបស់របរឯងទៅទុំរំតែតាចាស់ប្រមូលទុកដាក់របស់គ្រប់យ៉ាងរួចរាល់ស៊ីពេលអស់យ៉ាងយូររហូតភ្លឺនៅសល់តែសពក្មេងកំឡោះមួយប៉ុណ្ណោះដែលត្រូវចាត់ចែងតាចាស់លើកសពដាក់ទៅក្នុងមឈូសបែកបាក់មួយតែមិនអាចដាក់ចូលព្រោះមឈូសនោះតូចនឹងខ្លីពេកបើមឈូសក្រៃពីនោះគាត់ច្បាស់ជាមិនដាក់ឲ្យទេព្រោះមឈូសស្អាតគាត់ទុកលោកងាប់ហើយអានេះចំជាសាងបញ្ហាច្រើនមែនងាប់ហើយពិបាករោគមឈូសដាក់ខ្មោចរបស់វាទៀតតាចាស់ខំសង្ឃុញខំញាត់យ៉ាងណាក៏ដាក់មិនចូលញើសហូរជ្រូកខ្នងទៅហើយម្យ៉ាងទៀតភ័យខ្លាចភ្លឺទាន់ទាល់តែកាច់កវាឲ្យបាក់ទើបបានសំលេងក្រឹកលន់ឡានមួយរំពេកករបស់ក្មេងកំឡោះក៏បាក់ឈ្ងោកមកដើមទ្រូងបន្ទាប់មកតាចាស់ដើរមកខាងក្រោយបំរុងសង្កត់ជើងទាំងពីរនោះឲ្យធ្លាក់ចូលទៅក្នុងមឈូសតែមិនបានផលឯងនៅរឹងដល់ណាទៀតមិនព្រមធ្លាក់ចុះលេងជាមួយអ្នកណាមិនលេងមកចង់លេងជាមួយឯងផងតើតាចាស់ញញឹមយ៉ាងសាហាវគាត់ដើរទៅចាប់យកពូដាវមរណៈពីមុននោះមកកាប់ជើងរបស់ក្មេងកំឡោះរហូតឈាមហូរក្រហមពេញដីពូដាវទង្គិតនឹងឆ្អង់ម្ដងហើយម្ដងទៀតរហូតជើងទាំងពីរដាច់ត្រឹមជង្គង់តាចាស់បោះជើងទាំងពីរចូលទៅក្នុងមឈូសដោយមិនចាប់អារម្មណ៍ថាវាធ្លាក់ទៅដល់ណានៅត្រឹមណាឡើយរួចហើយតាចាស់គ្របគម្របមឈូសវាយដៃគោលយ៉ាងណែនអ្នកជិតខាងមកជួយរំលែកទុក្ខជួយសោកស្ដាយផងណាអ៊ំដែលបាត់បង់ក្មួយប្រុសទៅទាំងពីងកំឡោះដូចនេះមិនគួរអាយុខ្លីយ៉ាងនេះសោះខ្ញុំអាណិតវាដែរវាឧស្សាហ៍ជួយធ្វើការងារគ្រប់យ៉ាងស្ដាយណាស់ដែលវាស្លាប់ទៅដោយโรคប្រចាំខ្លួនយ៉ាងទាន់តែរោគតែយកវាទៅព្យាបាលក៏មិនទាន់តាចាស់អតីតជាអាចារ្យខ្មៅជើងចាស់ស្រាប់ហើយនោះគាត់ក៏ចាត់ការពិធីសពនោះយ៉ាងសាមញ្ញបំផុតដើម្បីគ្រាន់តែជាការបំភាន់ភ្នែកអ្នកជិតខាងប៉ុណ្ណោះយ៉ាងហោចណាស់ឯងក៏មិនស្លាប់ទៅទេដែរព្រោះអីឯងជួយធ្វើមឈូសឯងបានច្រើនសន្ធឹកហើយតាចាស់ក៏ត្រឡប់មកមានជីវិតរស់តែម្នាក់ឯងវិញទោះបីជាត្រូវអស់កូនដៃដែលធ្លាប់តែជំនួយគ្រប់ការងារនោះក៏គាត់មិនក្តៅក្រហាយអ្វីដែរប៉ុន្តែពេលនោះគាត់ហាក់ដូចជាមានអ្វីមករំខានគាត់ជាញឹកញាប់ណាស់អាកបាលវ៉ានទឹកទើបផ្លាស់ថ្មីសោះហេតុអីក៏វានៅតែហូរទឹករួចចោះអាដៃគោលវាកនោះហេតុអីក៏ចេះតែមកនៅត្រង់នេះយកទឹកមិនឈ្នះសោះអញ្ចឹងរាល់ព្រឹកពេលដែលតាចាស់ក្រៅពីដេកចុះមកឃើញភ្លើងជន់ក្រៅបើកចោលរហូតតាចាស់គិតថារឿងដែលកែឡើងគ្រប់យ៉ាងនេះប្រកាសជាស្នាដៃរបស់ខ្មោចអាក្មេងកំឡោះដែលគាត់បានសម្លាប់នោះឯងអានេះវាស្គាល់អាចារ្យខ្មោចជើងចាស់តិចពេកហើយឯងចាំមើលយើងនឹងធ្វើឲ្យវាផុតពូតលែងបានទៅចាប់ជាតិទៀតក្នុងយប់ដ៏ស្ងាត់នេះតាចាស់រៀបចំពិធីនឹងក្បួនវិជាការរបស់គាត់ជាស្រេចមិនយូរបណ្ដាញប៉ុន្មានក៏ស្រាប់តែមានស្រមោលមួយបង្ហាញស្ទង់នៅម្ដុំមួយខាងនៃបន្ទប់សំលេងអូសជើងខ្វាក់កំពុងដើរជោកមករកគាត់យឺតអ្វីដែលគាត់ឃើញនៅពេលនេះគឺគាត់ស្ទើរគ្មានព្រលឹងសល់នៅខនខ្លួនឡើយរៀងនោះដើរមកមានជើងតែត្រឹមជង្គង់ប៉ុណ្ណោះឈាមហូរខកស្រោចពីនផ្ទះបិសាចសំឡុកតែចាស់ដោយកៅភ្នែកខៀវងងឹតតែចាស់បង្ហើបមាត់មហប់ប៉ុន្តែពេលនេះមុនវិជាការនេះហាក់ដូចជាសាបរលាបអស់ឥតបានការឡើយទីបំផុតរាងកាយដ៏កំណាចនោះក៏រសាត់មកដល់ក្បែរគាត់តាចាស់បំរុងស្ទុះរត់ប៉ុន្តែឆ្អុងជើងមកខាងរបស់ខ្មោចដែលកំពុងហូរឈាមខកនោះបានបុកចូលទៅក្នុងមាត់របស់តាចាស់លិចដល់បំពង់កជើងមកខាងទៀតអុកដើមទ្រូងរបស់តាចាស់ព្រុសថ្លៅទៅដល់ឆ្អុងខ្នងតាចាស់ស្លាប់ភ្លាមមួយរំពេកព្រឹកឡាញអ្នកជិតខាងផ្អើឈូឆមកមើលខ្មៅតាចាស់ស្លាប់ទៅយ៉ាងគួរឲ្យសង្ស័យ